Ok សួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូនេះគឺជាវីដេអូដែលយើងនឹងធ្វើការ set up ជាមួយនឹង DNS server នៅលើ Windows Server អញ្ចឹងដើម្បីធ្វើការជាមួយនឹង DNS server បានគឺយើងត្រូវមានជា virtual machine Windows Server ហ្នឹងដែលយើងបានធ្វើការset up វានៅលើ VMware អញ្ចឹងពេលដែលយើង set up ហើយគឺយើងធ្វើការ run នៅ Windows Server របស់យើងមកអញ្ចឹងវាឃើញរូបរាងបែបនេះអញ្ចឹងដើម្បីធ្វើការជាមួយនឹង DNS បានគឺយើងចូលមក local server អញ្ចឹងនៅក្នុង local server កន្លែងនេះគឺយើងមើលទៅលើ Ethernet ដែលយើងធ្វើការ assign នៅ static IP ឲ្យវាសិនយើងធ្វើការ assign static IP ទៅឲ្យ Ethernet សិនអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំ assign ហើយបើអ្នកនរគ្នាអត់ទាន់ assign យើងចូលមក property នេះមកហើយយើងអាចធ្វើការ assign static IP បានអញ្ចឹងសម្រាប់ខ្ញុំ assign ហើយខ្ញុំអត់ចាំបាច់ assign ទៀតទេអញ្ចឹងការងារយើងបន្ទាប់ទៀតគឺយើងចូលមកកន្លែង manage អញ្ចឹងយើងធ្វើការ add role feature add role feature នេះមកហើយយើងធ្វើការចូលមកកន្លែង install tab ហើយយើងអាចចុច next យើងចុច next ចឹងមកហើយនេះគឺជាserver របស់យើងអាចចុច next ទៀតមកអញ្ចឹងសម្រាប់ធ្វើការ install DNS server នៅលើ Windows Server គឺវាងាយស្រួលទេយើងអត់ចាំបាច់ធ្វើការប្រើ command អីញ៉ៃៗទេគឺយើងគ្រាន់តែចុច next មកគឺយើងអាចធ្វើការ add role វាបានហើយអញ្ចឹងយើងអាច select ជាមួយនឹងនេះ DNS server យើងចុច tick លើវាមួយមកហើយយើងចុច next ទៀតទៅអញ្ចឹងយើងចុច next រហូតដល់តែយើងចាំវា install បានអញ្ចឹងពេលដែលយើង next ហើយគឺកន្លែងនេះគឺវា install ពេញយើង refresh មួយមកយើងទៅ refresh វាទៅគឺវាធ្លាក់មកចូលនេះកន្លែងsidebar របស់យើងនេះវាឃើញមាន DNS ដូចខ្ញុំអញ្ចឹងពេលដែលបានហើយគឺយើងចូលមក DNS server ហ្នឹងមកយើងចូលមក DNS server ហ្នឹងហើយគឺយើង right click មកយើងយក DNS manager អញ្ចឹងចូលមកកន្លែង DNS manager នេះគឺខ្ញុំ focus ទៅលើ forward អញ្ចឹងនៅក្នុង forward នេះគឺយើងធ្វើការបង្កើតនៅ zone អញ្ចឹងដើម្បីធ្វើការបង្កើត zone បានគឺយើង right click ហើយយើង new zone មកអញ្ចឹងយើងចុច next ទៀតទៅ next ហើយយើងអាចបង្កើតវាជា primary zone វាមានច្រើនវាមាន secondary zone ឬក៏អីផ្សេងហ្នឹងទៅតែយើងយកជា primary zone ហើយយើងអាច next អញ្ចឹងនៅក្នុងនេះគឺយើងដាក់ឈ្មោះឲ្យ zone របស់យើង zone name របស់យើងឧទាហរណ៍ខ្ញុំឧទាហរណ៍ឲ្យមើលខ្ញុំដាក់ថា test.com អីចឹងទៅហើយយើងចុច next ទៅអញ្ចឹងពេលដែលយើងចុច next ហើយគឺយើងបានឈ្មោះនឹង zone របស់យើងមួយបន្ទាប់ពីយើងបាន zone ហើយនៅក្នុង zone ហ្នឹងគឺយើងអាច add host មានន័យថាយើងដាក់ host IP របស់យើងបានយើង host domain បានអញ្ចឹងយើងចូលមកកន្លែងzone របស់យើងដែលយើងបានបង្កើតហ្នឹងមកហើយយើងចូលមក new host អញ្ចឹងយើងចុចលើវាមួយគឺកន្លែងនេះគឺជាកន្លែងដែលយើងដាក់ឈ្មោះឲ្យ host មានន័យថា domain name របស់យើងហើយនេះគឺជា IP address អញ្ចឹងឧទាហរណ៍បើសិនខ្ញុំដាក់ថាឧទាហរណ៍ខ្ញុំដាក់ថា test នៅក្នុងនេះខ្ញុំដាក់ IP 192.168.10.20 អញ្ចឹងទៅអញ្ចឹងអានេះគឺជា domain name របស់យើងអានេះហើយនេះគឺជា IP address អញ្ចឹងយើងចុច add មកអញ្ចឹងវា success ហើយនេះអញ្ចឹងយើងដាក់បានមកនេះអញ្ចឹងយើងបានជាមួយនឹង domain name ហើយជាមួយនឹង IP របស់យើងមួយនេះ host មួយអញ្ចឹងដើម្បីបញ្ជាក់ថាវា work ឬក៏មិន work យើងអាចយកម៉ាស៊ីនរបស់យើងហ្នឹងធ្វើការ pin ចូលទៅកាន់វាបានអញ្ចឹងឧទាហរណ៍ខ្ញុំធ្វើការ pin មកមួយគឺខ្ញុំ pin មក ping ខ្ញុំ pin មកអីគេខ្ញុំ pin មក test test dot ជាមួយនឹង zone name របស់យើងហ្នឹងមកweb webcast.com អញ្ចឹងយើង enter មកអញ្ចឹងនេះមានន័យថាយើង pin បានណានេះអញ្ចឹងមានន័យថា DNS server របស់យើងគឺយើងធ្វើការ host domain បានហើយប៉ុណ្ណឹងយើងអាច pin អីគេទៀតដូចរបស់ខ្ញុំមាន database អញ្ចឹងខ្ញុំអាច pin ទៅកាន់ database នេះហើយអានេះគឺឈ្មោះ zone របស់យើងនេះកន្លែង webcast.com ហ្នឹងគឺឈ្មោះ zone ដែលយើងបានបង្កើត enter ទៀតមកនេះអញ្ចឹងមានន័យថាយើងអាចធ្វើការ pin ទៅកាន់
host របស់យើងបានហើយ domain របស់យើងបានណា IP របស់យើងនេះអញ្ចឹងសម្រាប់វីដេអូ set up DNS server នៅលើ Windows Server របស់ខ្ញុំមានប៉ុណ្ណា